ក្រែងម្នាក់ស្រីនឹងទៅតាដូសាលាទៅអេនេះមានឈ្មោះជាក្មេងពីលហើយអត់មានចិត្តទៀតលោកគ្រូបាទគ្រូមានកែលោកគ្រូកែទទួលឲ្យខ្ញុំខុសមែនលោកគ្រូចុះមិនអ្នកចប់លេខ1បែរជាសិស្សពីលទៅវិញលោកគ្រូកូនឆ្លាស់កូនចង់អត់ទីអរគុណលោកគ្រូលោកគ្រូគុំជួយកូនឆ្លាស់កូនក្រែងម្នាក់នោះមិនស្អាតក្រែងម្នាក់ស្រីនឹងទៅតាដូសាលាទៅលោកតំណាងថានៅសាលាចាស់ហ្នឹងមានខាងសាលាហ្នឹងគេដេញចេញហើយអញ្ចឹងណាចឹងពីមួយរយៈដែរពួកយើងនេះរឿងបែកគ្នាមួយរយៈដែរដោយសារតែមានបញ្ហាសង្គ្រាមដោយសារតែថៃបានឈានពានទៅកម្ពុជាយើងរយៈពេល21មួយថ្ងៃអញ្ចឹងបងប្អូនយើងមួយចំនួននៅទីនេះគឺបានភាសិទ្ធច្រើនហើយសាលាយើងក៏បានដំណើរការក្នុងការបង្រៀនអនឡាញដែរអ្នកខ្លះក៏បានចូលហើយអ្នកខ្លះទៀតក៏មិនបានចូលដែរអញ្ចឹងលោកគ្រូសុំសួរពី3 4សំណួរសិនតើពេលភាសិទ្ធប្រហែលភាពទៅណាខ្លះតោះមើលគ្នាយើងពីណាគេស្ម័គ្រចិត្តឆ្លើយមួយមើលខ្ញុំលោកគ្រូតោះបរិយជំរាបប្រសាលោកគ្រូខ្ញុំបានភាសិទ្ធទៅខាងភ្នំតូចលោកគ្រូអរគុណច្រើនទៅចាស់លោកអរគុណលោកគ្រូចំណែកខ្ញុំវិញទៅខាងថ្មកលលោកគ្រូកូនច្រើនទៅចាស់លោកអរគុណតោះចឹងយើងចូលទៅមេរៀនយើងហើយមុននឹងចូលមេរៀនតោះអូនណាអាចប្រាប់លោកគ្រូបានពាក់ព័ន្ធនឹងថ្ងៃខែយើងទាំងច័ន្ទទៅនិងសូរយៈទៅតែតោះលោកគ្រូយើងឆ្លើយតោះកាន់ការជំរាបសួរលោកគ្រូថ្ងៃសុក្រ600ខែបុស្សឆ្នាំម្សាញ់សប្បស័កពុទ្ធស័ក2569ត្រូវនៅថ្ងៃទី9ខែមករាឆ្នាំ2026បាទអរគុណច្រើនទៅចាស់លោកអរគុណលោកគ្រូតោះចឹងពេលយើងថាបានភាសិទ្ធហើយក៏បានចូលរៀនអនឡាញដែរចឹងអ្នកខ្លះក៏មិនបានរៀនចាំជុំមិត្តភក្តិយើងក៏មានរៀនបន្តចឹងភាសាខ្មែរមេរៀនទី1គឺអក្សរសិល្ប៍ខេមរនិយមចឹងមុននឹងចូលទៅដល់អក្សរសិល្ប៍ខេមរនិយមលោកគ្រូសូមសួរគុំកូនមួយសំណួរតើចលនាអក្សរសិល្ប៍ចែកចេញជាប្រមាណប្រភេទកូនណាគេដឹងចាលោកគ្រូខ្ញុំដឹងលោកគ្រូកូនស្រីអញ្ចឹងចលនាអក្សរសិល្ប៍បានចែកជា4ប្រភេទលោកគ្រូទី1ចលនាអក្សរសិល្ប៍ខេមរនិយមទី2ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមទី3ចលនាអក្សរសិល្ប៍ពុទ្ធនិយមទី4ចលនាអក្សរសិល្ប៍បរទេសនិយមតើអរសាទរមួយចឹងដោយកូនព្រីបានឆ្លើយចឹងគឺចលនាអក្សរសិល្ប៍គឺចែកចេញជា4ប្រភេទគឺចលនាអក្សរសិល្ប៍ខេមរនិយមពុទ្ធនិយមព្រាហ្មណ៍និយមនិងបរទេសនិយមចឹងសូមកូនកត់អានេះចូលនៅក្នុងសភៅលោកគ្រូទុកពេលរយៈពេល5នាទីចាប់ដើមដល់ម៉ោងជាងលេខល្មមតោះត្រូវធ្វើរបស់ទៀតសម្រាប់គោរពខ្ញុំសូមជម្រាបលាលោកគ្រូចេញលេខតោះកូនស្រាច់ចឹងអរគុណលោកគ្រូអេតោះយើងទៅលេងនៅកន្លែងនោះបន្តិចទេតោះខ្ញុំឃើញឯងអង្គុយទៅមើលសភៅចែកមើលសភៅមែនតែឯងយូរម៉ាណីមើលឯងទៅដូចក្មេងឯ
ai ăn vậy mua phụ nhom tí tê phụ nhom thằng phi không ăn vậy mùi ai nhá ê nè mở cái không mặt đâu mà vậy đâu hết chấp men cùn nữa ê nhưng có phụ anh đâu mình có phụ anh mang tới chuyện vậy mình lại lắm nhưng ai quay khai mình đôi tịch nhiều ta hay ai hạt khơi cái nước nam sao thế rồi thân là sẵn không miền ai của phải biết mình khai tới có bàn tay mình đủ đá nước nam sao cái chân đủ đá có đó chân thế hả chân dân xăm tập hạ món đấy nữa nhưng không dây pra thôi nhá ê mày thế hay là một đông nè hãy chân giấy thế ôi tiền hay bạn mình chật tiệt chân ta bạn mình một địch kêu bạn đừng chân hay có mấy nhân một nhóm tiền mà giấy chết này nữa đã ban đưa xử lý ban kê phần này mà sao kêu mình mang chim nụ rõ ấy nè chăm mơ dân này thua cái anh vậy mua dân tỏ bàn ôi bằng gì ấy là pro nó tao tao lại mà không chịu hẹp Harry hay là cái nó mà tao đi thun mày này là pro tao khi là tao nó không chịu ấy hay tao khi tại này hey lúc anh nó đau mùi mẹ nó kịch cái mình ấy tao là cọ đôi tay dương này ta ôi vậy thì nó thấy là nhóm chui à bà dê dương cả làng ngọc sơ khăn hay tụ mấy chui mấy cả làng khăn như phụ dương vậy phiền cát tham prom chui à thôi tao mà ấy đấy tao còn nó nhâm ai lúc đánh mà nhưng vậy tham chui tao có tham chui nữa anh khơi nhở cái mình đây giờ cọp đôi để dương cất mà bị muốn mình cất hai thì nó làm sao nó hết tự nhiên tự chân làm saoประหลาดกายก็มาประหลาดจัดเป็นข้าแกอันยังสลายกระถาบาน cùng mưa mình ta sầm bọ cà còn nọ tao nhưng đã kệ đương nương phải mình ấy tới chân bữa sinh chạy mình cất cầm ấy đó ta nhom ai xôm ai thôi chỉ một ba mà bữa sinh chạy mình prom cầm ấy đó mày nhưng vậy pin cá thằng prom mà chân xong bài thải prom ấy đó mười năm thì họ ban vậy đây ban này xong bài ta kê vô prom được cho chân xong bài thải vô prom đó mày anh vô prom được anh vậy mấy kiên chân tao cho đi tao mong phải lỏng lắm ê sao đang lo đập hoa lo này hạt đông phòng cứ bắt đây mấy cứ bắt đây tả tao mới ấy tả nè là đập hoa lo khơi chua hay nè chua dân làm sao mẹ vì mình đa tích rút hai tuổi dân không từ men đồng thế tao tụi số cứ sẵn mới tao ba cũng như vậy có cái tôi dân không nè được bắt tôi có lon không cài không bị tới nó cứ rung mày còn lại cho tỉnh ngôi ba chiều sắp tiêu rồi mấy nó rung mấy chúng tôi về bàn nữa nhưng miền Nam xã được sao là những sự này nhưng miền Nam xã được sao những chim nhỏ khó như thế nè khác trong riêng xã ba miền xã mình có một bậc hai chim đủ lo đây មនុស្សខ្លះមានស្នាមសាក់ក៏មិនប្រកបថាជាមនុស្សអាក្រក់ដែរមនុស្សល្អឬអាក្រក់មិនមែនសម្ដៅទៅលើសម្បកខាងក្រៅទេគឺត្រូវសម្ដៅទៅលើចិត្ត ឥឡូវពួកឯងឃើញអត់មនុស្សដែលពួកឯងគាត់តែឌីលថាជាមនុស្សដែលពីលឥឡូវគេខ្លាចជាសិស្សបកាយរបស់ថ្នាក់ឯងហើយកាលពីមុនខ្ញុំក៏ធ្លាប់គិតដែរថាអាមេនេះគឺជាមនុស្សមិនល្អប៉ុន្តែមួយរយៈកាលនេះនៅពេលដែលខ្ញុំបានដើរមួយគេតែខ្ញុំដឹងថាអាមេនេះគឺជាមនុស្សល្អទេ ចឹងបងប្អូនលោកគ្រូប្រាប់តិចការវាតម្លៃមនុស្សមិនមែនទៅលើស្នាមសាច់ឬវាសម្បកខាងក្រៅទេចឹងវាមានច្រើនរបៀបណាស់ចឹងអ្នកខ្លះស្លៀកពាក់ស្អាតបាទចិត្តជាដេឆានក៏មានអ្នកខ្លះស្លៀកពាក់
អាក្រក់មានស័ក្តិមានអីជាចិត្តជាព្រះក៏មានអញ្ចឹងគុំវាតម្លៃមនុស្សតែសម្បកថាណា ជឿរឿងដែលឯងត្រូវបានដឹងចេញពីសាលា សម្រាប់រឿងហ្នឹងខ្ញុំមិនបានត្រូវបានគេរឿងចេញពីសាលាខ្ញុំចេញពីសាលាខ្លួនឯងព្រោះឯងខ្ញុំធ្លាប់មានឈ្មោះក្នុងជីខ្មែរដោយសារតែខ្ញុំនឹងបានវាយគ្នា វាយ បែរគ្នា ក្រែងគឺវាយគ្នាហើយពួកឯងនៅមុខខ្ញុំแบบហ្នឹង ហើយបានឯងវាយក៏ឌី ពួកគេបានវាដល់ឪពុកម្ដាយរបស់ខ្ញុំគឺហើយខ្ញុំទ្រាំបានក៏វាយពួកគេបន្តទៅ អូចឹងទេអី តាចេះមកគ្រូបន្ថែមបន្តិចពាក់ព័ន្ធនឹងរឿងហ្នឹងគ្រូមិនគាំទ្រទេពាក់ព័ន្ធនឹងហិង្សាបើបងប្អូនអាចរៀនទុកកំហឹងព្រោះនោះឯងមើលដូចជាដល់ពូកានៅពេលយើងកោះធម្មតាវាមកធម្មតាបើសិនតែយើងត្រឡប់វាមានពពុះឡើងអញ្ចឹងវាថាពាក្យថាដូចកពាក្យខ្មែរយើងនិយាយថាគេខឹងខុសខឹងខាតអញ្ចឹងទទួលស្គាល់ទៅមានតែអរគុណ ចាំគ្រូជំនួយអញ្ចឹងឲ្យយើងសួរផងដែរដែលមើលឯងមិនល្អដោយសារតែស្នាមសាក់ហើយមិនហ៊ានដើរមួយឯង មិនអីទេពួកឯងខ្ញុំធ្លាប់តាំងពីនៅសាលាចាស់ហើយអញ្ចឹងឯងប៉ុណ្ណឹងយើងមិនថែឯងទេ យើងដូចគ្នា មិនអីទេ យើងជិះលេង